វីដេអូនេះយើងនឹងសិក្សាអំពីរបៀបដំឡើងទូចែកចាយគោលដៅនៃវីដេអូនេះអ្នកសិក្សានឹងមានសមត្ថភាពបកស្រាយអំពីការដំឡើងទូចែកចាយតាមបែបបង្កប់និងបណ្ដែតបានត្រឹមត្រូវតាមបច្ចេកទេសតើអ្វីទៅជាទូចែកចាយទូចែកចាយជាទូមួយដែលមានផ្ទុកគ្រឿងការពារដូចជា Adhesive, Disjunctor ការពារជម្រាបចរន្ត Disjunctor បញ្ជាដៃរន្ទះជាដើមហើយគេប្រើប្រាស់គ្រឿងការពារទាំងអស់នេះសម្រាប់ការការពារនិងចែកចាយថាមពលអគ្គិសនីទៅកាន់គ្រឿងទទួលឬផ្នែកណាមួយផ្នែកទី1ការបង្ហាញប្រភេទទូចែកចាយជាដំបូងយើងត្រូវសិក្សាអំពីប្រភេទនៃទូចែកចាយជាមុនសិនទូចែកចាយមាន2ប្រភេទទូប្រអប់ដែកនិងទូប្រអប់ជ័រដែលមានជាច្រើនຂະຫນាតសម្រាប់ជ្រើសរើសមកដំឡើងតាមតម្រូវការនៃប្លង់ការងារផ្នែកទី2ការដំឡើងទូចែកចាយជំហានទី1កំណត់ទីតាំងដំឡើងតាមបច្ចេកទេសនៃការដំឡើងទូចែកចាយត្រូវមានកម្ពស់ត្រឹម 1.75 ម៉ែត្រទៅ2ម៉ែត្រពីក្បាលទូធៀបនឹងដីជំហានទី2ការដំឡើងទូចែកចាយការដំឡើងមាន2របៀបបែបបង្កប់និងបែបបណ្ដែតដំឡើងបែបបង្កប់មុនធ្វើការដំឡើងយើងត្រូវធ្វើការត្រាស់សេរកទីតាំងដំឡើងតាមប្លង់ការងារជាមុនសិនយើងត្រូវដាប់និងស្វែងជញ្ជាំងតាមຂະຫນាតនិងទំហំទូចែកចាយរបស់យើងដែលមានក្នុងប្លង់ការងាររួចដំឡើងទូចែកចាយចូលតាមលំដាប់លំដោយដោយរូបដែលបានបង្ហាញការដំឡើងបែបបណ្ដែតដោយនឹងការដំឡើងបែបបង្កប់ដែរយើងត្រូវកំណត់ទីតាំងរួចធ្វើការដំឡើងទូចែកចាយតាមលំដាប់លំដោយដោយរូបដែលបានបង្ហាញក្រោយពីទស្សនាវីដេអូនេះអ្នកសិក្សានឹងមានសមត្ថភាពបកស្រាយអំពីការដំឡើងទូចែកចាយតាមបែបបង្កប់និងបណ្ដែតបានត្រឹមត្រូវតាមបច្ចេកទេសអរគុណសម្រាប់ការយកចិត្តទុកដាក់ទស្សនាវីដេអូនេះជួបគ្នាវីដេអូបន្ទាប់